เรื่องโรงจะขมาនៅជាយទីក្រុងភ្នំពេញមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចាស់មួយដែលគេហៅថារោងចក្រព្រៃសិរីរោងចក្រនេះស្ថិតនៅក្បែរព្រៃតូចមួយដែលមានដើមឈើធំនិងបរិយាកាសស្ងប់ស្ងាត់គួរឲ្យខ្លាចនាពេលរាត្រីអ្នកភូមិជុំវិញនោះតែងតែនិយាយគ្នាអំពីរឿងចម្លែកដែលកើតឡើងនៅទីនោះប៉ុន្តែគ្មាននរណាម្នាក់ហ៊ាននិយាយច្រើនឡើយនារីវ័យក្មេងម្នាក់ឈ្មោះសុខាអាយុ19ឆ្នាំបានមកធ្វើការនៅក្នុងរោងចក្រនេះនាងជាមនុស្សស្លូតបូតឧស្សាហ៍ធ្វើការប៉ុន្តែជីវិតរបស់នាងហាក់មិនសូវមានលាភសំណាងសោះយប់មួយខណៈដែលនាងធ្វើការវេនយប់ដើម្បីរកប្រាក់បន្ថែមមានគ្រោះថ្នាក់ដ៏ចៃដន្យបានកើតឡើងម៉ាស៊ីនក្រូណាត់បានខូចហើយសុខាត្រូវបានអូសចូលទៅក្នុងម៉ាស៊ីននោះនាងបានស្លាប់ភ្លាមដោយគ្មាននរណាម្នាក់អាចជួយទាន់បន្ទាប់ពីហេតុការណ៍នោះរោងចក្របានបិទទ្វារជាបណ្ដោះអាសន្នប៉ុន្តែនៅពេលដែលបើកឡើងវិញអ្វីហាក់មិនដូចមុនទៀតឡើយចាប់តាំងពីថ្ងៃនោះមកកម្មករដែលធ្វើការវេនយប់ចាប់ផ្ដើមជួបរឿងចម្លែកពួកគេឮសំឡេងស្រែកយំល្វើយដ៏ឈឺចាប់បន្លឺចេញពីជាន់ទី2ដែលជាកន្លែងសុខាស្លាប់ម៉ាស៊ីនកាត់ក្រូណាត់ចាប់ផ្ដើមដំណើរការដោយខ្លួនឯងទោះបីជាគ្មាននរណាម្នាក់ទៅបើកវាក៏ដោយអ្នកខ្លះឃើញស្រមោលស្ត្រីវ័យក្មេងស្លៀកឈុតកម្មករដើរទៅវិញទៅមកនៅក្នុងផ្សារធំមុននឹងរលាយបាត់ខ្លួនទៅលោកសុកដែលជាអ្នកគ្រប់គ្រងរោងចក្រព្យាយាមបិទបាំងរឿងនេះដើម្បីកុំឲ្យកម្មករមានការភ័យខ្លាចឬឈប់ធ្វើការប៉ុន្តែរឿងនេះកាន់តែធ្ងន់ធ្ងរទៅកម្មការិនីម្នាក់ឈ្មោះលីនបាននិយាយថានាងធ្លាប់ឃើញសុខានៅក្នុងកញ្ចក់ក្នុងបន្ទប់ទឹកដោយមុខនាងពេញដោយឈាមនិងភ្នែកសម្លឹងមករកនាងដោយកំហឹងលីនមានការភ័យខ្លាចរហូតឈប់ធ្វើការនៅយប់មួយមានកម្មករថ្មីម្នាក់ឈ្មោះមីដែលមិនជឿរឿងខ្មោចបានសម្រេចចិត្តធ្វើការវេនយប់ជាមួយនឹងក្រុមតូចមួយនៅពាក់កណ្ដាលអធ្រាត្រស្រាប់តែភ្លើងនៅជាន់ទី2ចាប់ផ្ដើមញាក់ភ្លឹបភ្លែតសំឡេងជើងដើរធឹបឮចេញពីចុងសាមីដែលចង់បញ្ជាក់ការពិតបានដើរទៅរកប្រភពនៃសំឡេងនោះនៅទីនោះនាងបានឃើញស្រមោលសុខានៅក្បែរម៉ាស៊ីនកាត់ក្រូណាត់ដៃរបស់នាងហាក់ដូចជាកំពុងព្យាយាមទាញអ្វីមួយចេញពីក្នុងម៉ាស៊ីនមីមានការភ័យស្លន់ស្លោប៉ុន្តែនាងនៅតែសួរទៅស្រមោលនោះថាឯងចង់បានអ្វីនោះសំឡេងតិចគួរឲ្យញាក់សាច់ឆ្លើយមកថាយោតេធោមីមានការភ័យខ្លាចព្រោះតែស្រមោលនោះបានបង្ហាញមុខមកនាងដោយភ្នែកសុទ្ធតែឈាមហើយនាងក៏បានដួលសន្លប់ភ្លាមនៅពេលដែលមីភ្ញាក់ឡើងនាងបានប្រាប់អ្នកគ្រប់គ្រងនិងកម្មករទាំងអស់អំពីអ្វីដែលនាងបានឃើញពួកគេសម្រេចចិត្តធ្វើបុណ្យឧទ្ទិសកុសលជូនសុខានិងស៊ើបអង្កេតរឿងម៉ាស៊ីនខូចលទ្ធផលបានបង្ហាញថាអ្នកគ្រប់គ្រងខ្លះបានដឹងអំពីបញ្ហាម៉ាស៊ីន ព
ប៉ុន្តែមិនបានជួសជុលដើម្បីសន្សំសំចៃថវិកាពួកគេត្រូវបានផ្ដន់ទោសហើយរោងចក្របានផ្ដល់សំណងដល់គ្រួសារសុខាចាប់ពីថ្ងៃនោះមកវិញ្ញាណសុខាលែងលេចមុខទៀតហើយប៉ុន្តែកម្មករនៅតែមានអារម្មណ៍ថាមានអ្វីមួយនៅតែឃ្លាំមើលពួកគេពីចម្ងាយជាពិសេសនៅជាន់ទី2ពេលពាក់កណ្ដាលអាធ្រាត្រ